សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទបាយខេសម្រាប់ពេលនេះយើងមកបញ្ចប់រឿង Another ដែលជាផាតទី5របស់យើងចែករឿងការម្ដងក្នុងគណៈពេលដែលភ្លើងកំពុងឆេះខ្លាំងនៅក្នុងផ្ទះសំណាក់សិស្សទាំងអស់រួមទាំងគ្រូក៏បានព្យាយាមរត់ចាក់ចេញពីក្នុងផ្ទះសំណាក់នោះប៉ុន្តែនៅក្នុងនោះក៏មានអ្នកចូលអបអរទៅហេតុដូចជាអំពូលភ្លើងធ្លាក់ពីលើកម្លាំងភ្លើងឆេះធ្វើឲ្យផ្ទុះឲ្យមានគ្រោះថ្នាក់ហើយក៏មានអ្នកដើរសោកស្រាប់តែមានអ្នកវេបហាពួកគេរីឯនៅយ៉ាងនឹងយូរយ៉ាងក៏បានរត់គេចខ្លួនតាមមាត់បង្អួចប៉ុន្តែគេអាចកសោប្រពន្ធអមម្ចាស់ផ្ទះក៏បានមកចាប់ជើងនៅយ៉ាងដែលឃើញយូរយ៉ាងមានគ្រោះថ្នាក់ក៏បានទៅជួយតមកប្រពន្ធអមម្ចាស់ផ្ទះសំណាក់ក៏បង្វែរគោលដៅមកវាបហាគេវិញរៀបនឹងចាត់ទៅហើយស្រាប់តែពេលនោះលោកគ្រូថាសុជីក៏បានបញ្ជួយគេតនហើយក៏សម្លាប់ប្រពន្ធអម្ចាស់ផ្ទះសំណាក់នោះទៅចំណែកស្ថានភាពទូទៅនៅផ្ទះសំណាក់ខ្លះក៏មានជីវិតនៅរស់ខ្លះទៀតក៏បានបាត់បង់ជីវិតចំណែកគួយឈីនឹងម៉ៃក៏បាននៅក្នុងផ្ទះសំណាក់នោះមិនទាន់ចេញមកទេនៅផ្នែកខាងក្រៅផ្ទះសំណាក់លោកគ្រូថាសុជីក៏បានជួយសង្គ្រោះនៅយ៉ាងនឹងយូរយ៉ាងមកដល់កន្លែងឡានមួយបន្ទាប់មកក៏បានស្ទុះតែជួយសិស្សដទៃទៀតចំណែកគួយឈីវិញគេកំពុងតែដើរសុកក៏ឃើញក្មេងស្រីម្នាក់កំពុងតែរត់ស្រាប់ទៅពេលនោះក៏មានការវាបហាមកកាន់នាងធ្វើឲ្យនាងបាត់បង់ជីវិតហើយយើងក៏បានឃើញថាម្នាក់នោះគឺជាម៉ូហ៊ីកូហើយគោជីក៏បានសួរតូម៉ូហេកូថាអត់ចុះឯទៅសម្រាប់គេទៅអីដោយតូម៉ូហេកូក៏បាននិយាយទៅកាន់គោជីថាគេអត់ខ្វល់ហើយតូម៉ូហេកូក៏បាននិយាយអំពីថាកាកូដែលបាននិយាយថាម៉ៃនាងគឺជាមនុស្សដែលបានស្លាប់ទៅហើយប៉ុន្តែគេមិនគិតបែបនេះទេគេគិតថាគោជីទៅវិញទេគឺជាអ្នកស្លាប់ទៅហើយនោះបន្ទាប់មកតូម៉ូហេកូក៏បានបើកការវាបហាទៅកាន់គោជីប៉ុន្តែគោជីក៏បានចាប់កំបត្តិគេបានប៉ុន្តែតូម៉ូហេកូក៏បានយកក្បាលរបស់គេទៅបុកជាមួយនឹងគោជីរួចហើយក៏រុញទៅក្នុងបន្ទប់មួយបន្ទាប់មកតូម៉ូហេកូជន់ទៅលើគោជីរួចហើយរៀបនឹងចាក់សម្លាប់ប៉ុន្តែគេក៏បានបែកក្បាលរបស់អ៊ីស៊ូមីដែលបណ្ដាហូរឈាមរួចហើយក៏ដួលផ្អែកទៅជញ្ជាំងទៅហើយនាងរៀមនឹងសំពងទៅកាន់គោជីប៉ុន្តែលោកគ្រូថាស៊ូជីក៏បានមកជួយគេទាល់លោកគ្រូថាស៊ូជីក៏បាននិយាយឲ្យអ៊ីស៊ូមីនាងមកឈប់ទៅប៉ុន្តែអ៊ីស៊ូមីនាងមិនមកឈប់ព្រមទាំងឆ្លោះប្រកែកតបតែងគ្នាជាមួយនឹងថាស៊ូជីទៀតផងប៉ុន្តែនាងវាមិនឈ្នះបានតែទ្រាំលេបកំហឹងក្នុងពោះរួចហើយក៏រត់ចេញទៅបន្ទាប់មកលោកគ្រូថាស៊ូជីក៏ណោះគោជីនិងតូម៉ូហេកូចេញមកក្រៅហើយណាយ៉ាគេក៏បានទៅមើលតូម៉ូហេកូហើយក៏បានស្រែកយំដោយសារតែឃើញរបួសនៅលើខ្លួនគេព្រមទាំងគេđangមិនភ្ញាក់ផងនោះចំណែកគោជីក៏បានទាញទូរស័ព្ទទេតាណាមិនដឹងប៉ុន្តែទេមិនចូលរួចហើយគួយជីក៏បានចូលទៅក្នុងផ្ទះសំណាក់ដើម្បីតាមរកមីដោយក្នុងនោះភ្លើងគឺបានឆេះយ៉ាងសន្ធោសន្ធៅបន្ទាប់មកគួយជីក៏បានរកឃើញមីប៉ុន្តែមិនមែនឃើញតែមីម្នាក់ទេព្រមទាំងឃើញអ៊ីស៊ូមីកំពុងតែការរបបប្រឈមមុខដាក់គ្នាផងដែរគួយជីដល់ឃើញបែបនេះគេក៏ស្ទុះទៅបញ្ឈប់អ៊ីស៊ូមីប៉ុន្តែគេខំមិនឈ្នះរួចហើយអ៊ីស៊ូមីក៏បានវាប្រហារទៅកាន់មីនៅក្នុងខណៈពេលដែលភ្លើងកំពុងចាប់ឆេះព្រមទាំងផ្ទុះផងដែរធ្វើឲ្យនៅក្នុងផ្ទះសំណាក់នោះមានការបាក់បែកស្រចុះប៉ុន្តែអ៊ីស៊ូមីនៅតែមិនបញ្ឈប់ក៏បានព្យាយាមដេញតាមសម្លាប់មីដដែលក្នុងពេលដែលមីធ្លាក់នៅក្នុងដៃអ៊ីស៊ូមីរៀមនឹងត្រូវអ៊ីស៊ូមីចាប់ទៅហើយគួយជីក៏បានចេញមកជួយនាងទាន់ហើយគួយជីក៏បានចាប់អ៊ីស៊ូមីរួមទាំងនិយាយទៅកាន់នាងថាជប់ទៅអូនប៉ុន្តែអ៊ីស៊ូមីមិនស្នាប់រួមទាំងវេបហាទៅកាន់គួយជីផងដែរនាងបោះពាក្យសម្ដីទៀតថាបើសិនជាគេចង់ស្លាប់នាងនឹងសម្លាប់ពួកគេទាំងពីរទៅជាមួយគ្នាប៉ុន្តែនៅពេលនោះស្រាប់តែរន្ទះបាញ់មួយផាំងធ្វើឲ្យកញ្ចប់ផ្ទះសំណាក់ប្រែបែកហើយក៏បានឃ្លាតមកលើពួកគេសាច់រឿងការស្រមៃនៅពេលដែលអ៊ីស៊ូមីបានជួបគួយជីដំបូងកាលនោះគួយជីបាននិយាយព្រួយបារម្ភពីអ៊ីស៊ូមីកាលមកដល់ពេលបច្ចុប្បន្នវិញដែលអ៊ីស៊ូមីនាងត្រូវបានតែកញ្ចក់ខ្ទាតចំបណ្ដាឲ្យនាងមានរបួសសរសាច់ហូរឈាមពេញខ្លួនគួយជីដល់ឃើញបែបនេះក៏បានស្ទុះទៅជួយនាងបន្ទាប់មកអ៊ីស៊ូមីក៏បាននិយាយពាក្យចុងក្រោយប្រែប្រាំជាមួយនឹងគួយជីបន្ទាប់មកនាងក៏បានបាត់បង់ជីវិតទៅស្រាប់តែពេលនោះក៏មានការផ្ទុះភ្លើងឆាបឆេះធ្វើឲ្យផ្ទះសំណាក់ចាប់ផ្ដើមបែកបាក់រលំកាន់តែខ្លាំងក្នុងពេលដែលភ្លើងឆេះសន្ធោសន្ធៅគួយជីក៏បានព្យាយាមតាមរកមីហើយគេក៏បានទាញទូរស័ព្ទទៅរកនាងជាសំណាងល្អដែលមីលើកទូរស័ព្ទហើយពួកគេក៏បាននិយាយគ្នាដោយគួយជីក៏បានសួរស្វែងរកនាងនៅណាប៉ុន្តែនាងក៏បានប្រាប់ទៅកាន់គួយជីថាមិនបាច់ស្វែងរកនាងទេប៉ុន្តែគួយជីមិនស្ដាប់នៅតែស្វែងរកមីដល់ឃើញហើយកន្លែងដែលមីឈរនោះក៏មានមនុស្សដែលជាប់នៅក្រោមឈើដែលសង្កត់ពីលើដោយមីនាងបានប្រាប់ទៅកាន់គួយជីថានាងបានមើលឃើញមនុស្សដែលបានស្លាប់នោះទៅហើយប៉ុន្តែនាងមិនបានប្រាប់ទៅកាន់គេបន្ទាប់មកមីនាងក៏បានលើកចប់ជីកឡើងរៀបនឹងធ្វើការសម្លាប់ទៅកាន់មនុស្សម្នាក់នោះដោយគួយជីទៅមើលទៅដឹងថានោះគឺជាអ្នកគ្រូមីកាមីហើយគួយជីក៏នឹកផ្សំមីពីពាក្យសម្ដីរបស់នាងដែលនិយាយរៀបរាប់ពីខ្លួនរបស់នាងហើយមីនាងក៏បាននិយាយរៀបរាប់ពីអ្នកគ្រូមីកាមីបន្ថែមធ្វើឲ្យគួយជីមានការឈឺក្បាលជាខ្លាំងបន្ទាប់មកមីរៀបនឹងសម្លាប់អ្នកគ្រូមីកាមីទៅហើយប៉ុន្តែគួយជីគេមិនដាច់ចិត្តដែលសម្លាប់អ្នកគ្រូមីកាមីចុងក្រោយបែរជាគួយជីសុំមីឲ្យខ្លួនជាអ្នកធ្វើវាទៅវិញហើយគួយជីរៀបនឹងលើកចាប់ជីសម្លាប់ទៅកាន់អ្នកគ្រូមីកាមីគេក៏បានស្ទាក់ស្ទើរប៉ុន្តែមីនឹងក៏បានប្រាប់ទៅកាន់គួយជីថាមួយឆ្នាំកន្លះមុនគឺនាងបានឃើញអ្នកគ្រូមីកាមីត្រូវបានគេសម្លាប់រួចហើយក៏បោះចូលទៅក្នុងទឹកហើយគួយជីក៏បាននឹកឃើញរាល់តម្រុយជាច្រើនដែលគេធ្លាប់ស្លាប់លើបន្ទាប់មកគួយជីក៏បានសម្រេចចិត្តលើកចាប់ចេញមួយនោះសម្លាប់ទៅកាន់អ្នកគ្រូមីកាមីដោយបន្សល់ពាក្យចុងក្រោយថាលាហើយ
ខ្សែរឿងក៏ការមកដល់ពេលបន្ទាប់ដែលយើងឃើញថាមានភ្នោរបស់អ្នកគ្រូមីកាមីដែលមីនឹងកំពុងតែបន្សែមភ្នោនោះហើយគូឈីគេក៏បានមកដល់ដែរបន្ទាប់មកមីនឹងក៏បានប្រាប់ថាគ្មាននរណាម្នាក់ដែលចងចាំនឹងអ្នកគ្រូមីកាមីទៀតទេដែលមានតែពួកគេ2នាក់តែប៉ុណ្ណោះដែលចងចាំនឹងអ្នកគ្រូមីកាមីដោយអ្នកទាំងពីរបានជជែកគ្នាថានៅក្នុងហេតុការណ៍នោះគឺមានមនុស្សស្លាប់ចំនួន8នាក់នៅពេលនោះលោកគ្រូថាស៊ូជីក៏បានមកដល់ទីនោះដែរហើយក៏បាននិយាយប្រាប់ពួកគេថាតាមពិតទៅគឺមានចំនួនមនុស្សស្លាប់ដល់តែ10នាក់ហើយនោះដោយគូឈីឆ្ងល់ថាតើ2នាក់ទៀតជាអ្នកណាតើលោកគ្រូថាស៊ូជីតបទៅកាន់អ្នកទាំងពីរថាអមម្ចាស់ផ្ទះសំណាក់និងប្រពន្ធរបស់គាត់បន្ទាប់មកលោកគ្រូថាស៊ូជីក៏បានយកផ្កាទៅគោរពភ្នោរបស់អ្នកគ្រូមីកាមីបាននិយាយប្រាប់គូឈីនឹងមីថាអ្នកគ្រូមីកាមីបានទទួលមរណភាពក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំមុនដោយអ្នកគ្រូមីកាមីត្រូវជន់មិនស្គាល់មកចាត់សម្លាប់នៅក្បែរទន្លេបន្ទាប់ពីពួកគេទាំង3បាននិយាយពិភាក្សាគ្នាអំពីអ្នកគ្រូមីកាមីនិងចំនួនមនុស្សដែលត្រូវបានស្លាប់នោះអស់ពេលជាយូរលោកគ្រូថាស៊ូជីក៏បានចាត់ចែងពីទីនោះរីឯគូឈីនិងមីក៏បានដើរជាមួយនឹងគ្នាព្រមទាំងនិយាយគ្នាទាក់ទងនឹងអ្នកគ្រូមីកាមីរួមទាំងរបស់មីដែលអាចដឹងថាអ្នកណាជាអ្នកបន្ថែមឬក៏ស្លាប់មុននោះបាននិយាយគ្នាអស់មួយសន្ទុះពួកគេទាំងពីរក៏ទៅរកកន្លែងអង្គុយរួចហើយក៏បានយករូបថតពួកគេទៅថតនៅផ្ទះសំណារួមគ្នាយកមកមើលឃើញថាក៏បានបាត់រូបរបស់អ្នកគ្រូមីកាមីហើយគួយឈីនិងមីក៏បាននិយាយគ្នាលេងបន្តទៀតតែគួយឈីគេមិនចង់បំភ្លេចអ្នកគ្រូមីកាមីនោះទេបន្តមកអ្នកទាំងពីរក៏បានដើរចាកចេញពីទីនោះនៅគណៈពេលដែលអ្នកទាំងពីរដើរជាមួយគ្នាសុកនោះផងដែរខ្សែរឿងរបស់គួយឈីក៏ត្រូវបានបញ្ចប់រីឯ credit scene វិញដោយណាយ៉ានិងយូយ៉ាតែពួកគេទាំងពីរកំពុងតែថតអាប់សម្លេងតុករៀបរាប់អំពីការបញ្ឈប់គ្រោះមហន្តរាយហើយក៏បាននិយាយប្រាប់នៅក្នុងខ្សែអាននោះថាត្រូវតែប្រកាសថាពិចារណាដោយប្រុងប្រយ័ត្ននៅសកម្មភាពរបស់ខ្លួនពិចារណាហើយពិភាក្សាជាមួយមិត្តភ័ក្តិរបស់ខ្លួនដូច្នេះហើយទៅមិនមានការសោកស្ដាយខ្សែរឿងក៏ចាំបង្ហាញពីអតីតកាលរបស់មីម្ដងកាលនោះមីកំពុងតែអង្គុយក៏មានក្មេងប្រុសម្នាក់មកសួរនាងថាទៅដើរលេងជាមួយគ្នាឬអត់នៅក្នុងពេលនោះផងដែរក៏មានមីម្នាក់ទៀតបានដើរមកកាន់ទីនោះអាកូនម្នាក់នោះដល់ឃើញមីមាន2នាក់ក៏បានភ័យខ្លាចរួចហើយក៏រត់ចាក់ចេញពីទីនោះដោយមីក្នុងចំណោម2នាក់នោះក៏បានអស់សំណាច់ឡើងដោយនៅក្នុងនោះមីពាក់អាវពណ៌ផ្ទៃមេឃគឺជាមីពិតប្រាកដចំណែកឯម្នាក់ទៀតមានឈ្មោះថាមីសាគីហ្វូជីអូកាបន្ទាប់មកអ្នកទាំងពីរក៏បានដើរកាន់ដៃគ្នារួចហើយក៏បានឈរមើលទៅកាន់ផ្ការីកដ៏ស្រស់ស្អាតខ្សែរឿងក៏ការមកដល់អ្នកទាំងពីរដែលធ្វើដំណើរនៅក្នុងផ្សារទំនើបតែ2នាក់ព្រមទាំងនិយាយអំពីការសិក្សារបស់ខ្លួនហើយក៏បានចូលហាងដើម្បីទិញសម្លៀកបំពាក់ឲ្យគ្នាបន្ទាប់មកក៏បានទៅលោសម្លៀកបំពាក់បន្ទាប់ពីលោនឹងឃើញថាល្មមខ្លួនហើយមីសាគីក៏បានទៅដល់របាំងភ្នែករបស់មីហើយក៏បានសួរនាងថាតើនាងបានប្រាប់ថានាងមើលឃើញអ្វីមួយនោះទេព្រមទាំងបន្ថែមទៀតថាភ្នែកនេះមើលទៅពិតជាគួរឲ្យស្រឡាញ់ណាស់បន្ទាប់មកអ្នកទាំងពីរក៏បាននិយាយគ្នាដោយសើចសប្បាយរីករាយបន្ទាប់មកខ្សែរឿងក៏ការមកដល់កន្លែងបាញ់យកតុក្កតាដោយមីសាគីប៉ុន្តែបាញ់ទៅឡងចង់ខ្វល់ខ្លួនឯងដោយខឹងពេកអ្នកក៏បានយកគ្រាប់នោះទៅគប់យកតុក្កតាប៉ុន្តែម្ចាស់ហាងអត់ឲ្យបន្តមកទៀតអ្នកទាំងពីរក៏បានទៅញ៉ាំការ៉េមរួចហើយក៏អង្គុយលេងនិយាយគ្នាមួយកន្លែងព្រមទាំងមើលទៅសភាពនៅជុំវិញខ្លួនក្រោយមកទៀតអ្នកទាំងពីរក៏បានទៅនិយាយគ្នាលេងនៅកន្លែងផ្សេងបន្តមកមីសាគីក៏បានទៅលេងផ្ទះរបស់ម៉ៃព្រមទាំងសរសើរទៅលើម៉ៃថានាងពិតជាសំណាងណាស់ដែលមានតុក្កតាស្អាតៗនៅព័ទ្ធជុំវិញខ្លួនបែបនេះហើយម៉ៃនឹងក៏បាននាំមីសាគីទៅដើរមើលតុក្កតានៅក្នុងផ្ទះរបស់នាងព្រមទាំងអ្នកទាំងពីរក៏និយាយគ្នាអំពីការចូលរៀននៅថ្នាក់ថ្មីហើយមីក៏បាននិយាយប្រាប់មីសាគីថាថ្នាក់រៀននោះមើលទៅដូចជាត្រូវបណ្ដាសាអញ្ចឹងប៉ុន្តែមីសាគីមិនជឿត្រឹមតែសើចតែប៉ុណ្ណោះបន្ទាប់មកមីនាងក៏បាននាំមីសាគីទៅជាន់ក្រោមមីសាគីដោយឃើញនៅជាន់ក្រោមគឺមានតុក្កតាស្អាតៗជានិច្ចឆ្ងាយណាស់ដែលធ្វើឲ្យនាងមានចំណាប់អារម្មណ៍ខ្លាំងបន្ទាប់មកមីក៏នាំមីសាគីទៅមើលរូបតុក្កតាដែលមានរូបរាងដូចជាពួកគេទាំងពីរដែលមីងរបស់មីបានផលិតឡើងហើយមីសាគីក៏បានទៅនិយាយដាក់តុក្កតាបន្ទាប់មកអ្នកទាំងពីរក៏បាននិយាយអំពីម្ដាយពួកគេរៀងខ្លួនបន្ទាប់មកក៏បាននិយាយតាក់ទងនឹងខ្លួនពួកគេផងដែរហើយមីក៏បាននៅឃើញអ្វីមួយរួចក៏បានអូនដៃមីសាគីទៅកាន់កន្លែងមួយដែលជាម៉ូតូរបស់នាងមីសាគីនៅពេលទៅដល់កន្លែងម៉ូតូរបស់មីក៏មានការស្រែកសរសើរថាវាពិតជាសស្អាតមែនព្រមទាំងនាងក៏ចង់បានម៉ូតូបែបនេះមួយដែរបន្ទាប់មកមីសាគីក៏បានទាញមីទៅលើពុករួចហើយអ្នកទាំងពីរក៏បានប្រឡែងគ្នានៅលើពុកបន្ទាប់ពីប្រឡែងគ្នានៅលើពុកអស់ពេលជាយូរអ្នកទាំងពីរក៏បានទៅមុជទឹកជាមួយនឹងគ្នានៅក្នុងបន្ទប់ទឹកអ្នកទាំងពីរក៏បានឆ្លើប្រឡែងលេងគ្នាបន្តទៀតក្រោយមកទៀតអ្នកទាំងពីរក៏បានទៅត្រាំទឹកជាមួយនឹងគ្នាព្រមទាំងអ្នកទាំងពីរបាននិយាយគ្នាលេងយ៉ាងសើចសប្បាយនៅក្នុងអាងដែលអ្នកទាំងពីរត្រាំទឹកនោះហើយអ្នកទាំងពីរក៏បានណាត់គ្នាទៅលេងសួនកំសាន្តនៅថ្ងៃស្អែកដោយមីឆ្ងល់ថាតើទៅលេងនៅកន្លែងណាមីសាគីក៏បានប្រាប់ទៅកាន់មីថាគឺជាកន្លែងដែលពួកគេធ្លាប់ទៅជាមួយនឹងគ្រួសាររបស់ពួកគេពីមុនបន្ទាប់ពីអ្នកទាំងពីរព្រមព្រៀងគ្នាហើយខ្សែរឿងក៏ការមកដល់នៅក្នុងពេលយប់ដោយមីនិងមី
មីសាគីក៏បានដេកនៅលើគ្រែជាមួយគ្នាហើយក៏បាននិយាយគ្នាទៅវិញទៅមកអំពីមនុស្សប្រុសដែលពួកគេស្រឡាញ់ហើយមីនឹងក៏បានសួរមីសាគីទាក់ទងនឹងគ្រួសាររបស់នាងព្រមទាំងការងារក្រៅម៉ោងរបស់នាងដោយមីសាគីក៏បាននិយាយប្រាប់អំពីគ្រួសាររបស់នាងព្រមទាំងចិត្តដល់ថ្ងៃខួបកំណើតដល់ពុករបស់នាងដែររួចហើយមីសាគីនាងក៏បានដេកលក់ទៅចំណែកឯមីវិញនៅពេលនោះនាងក៏បានភ្ញាក់ផ្អើលដោយសារតែនាងបានមើលឃើញពណ៌នៃការស្លាប់នៅលើខ្លួនរបស់មីសាគីសាច់រឿងកាលមកដល់ថ្ងៃស្អែកដែលអ្នកទាំងពីរបានធ្វើដំណើរកំសាន្តជាមួយនឹងគ្នាមីនាងនៅតែដកជាប់នឹងការគិតដែលនាងមើលឃើញនៅយប់មិញហើយមីក៏បានមើលឃើញបរិមម្នាក់រៀងគួរសង្ស័យក៏បានគៀមីសាគីទៅមកខាងបន្ទាប់មកអ្នកទាំងពីរក៏បានមកដល់សួនកំសាន្តហើយពួកគេក៏ទៅជិះរទេះភ្លើងកំសាន្តបន្ទាប់មកក៏បានទៅជិះនឹងកន្ត្រកវល់ដើម្បីមើលតែសភាពហើយអ្នកទាំងពីរក៏បាននិយាយគ្នានៅលើកន្ត្រកវល់នោះផងដែរដែលមីនិយាយអំពីជំងឺភ្នែករបស់នាងប៉ុន្តែនាងមិនបានបន្តចំពោះនរណាម្នាក់នោះទេមីសាគីដល់លើបែបនេះនាងក៏បានទៅអោបមីហើយក៏បាននិយាយពាក្យសំទោសទៅកាន់នាងក្រោយមកអ្នកទាំងពីរក៏បានទៅមើលទេសភាពទីក្រុងសមុទ្រហើយក៏បាននិយាយគ្នាទាក់ទងនឹងសាលារបស់ពួកគេស្រាប់តែពេលនោះក៏មានក្អែកមួយបានហោះមកបុកកន្ត្រកវល់របស់អ្នកទាំងពីរបែកជាមខ្ចាយហើយក៏បានធ្វើឲ្យមីសាគីរលជើងធ្លាក់ចេញពីកន្ត្រកវល់នោះប៉ុន្តែមីនាងក៏បានទៅចាប់ដៃនឹងជាប់ដោយមីនាងមិនអាចចាប់ដៃរបស់មីសាគីជាប់បានយូរនោះទេហើយមីសាគីក៏បាននិយាយពាក្យប្រែប្រាំចុងក្រោយជាមួយនឹងមីបន្ទាប់មកក៏បានលេងដៃទៅប៉ុន្តែរឿងក៏បានខ្លាចជាល្អវិញដោយសារកន្ត្រកវល់ធ្លាក់ដល់ដៃហើយបន្ទាប់មកអ្នកទាំងពីរក៏បានទៅញ៉ាំក្រែមគេជាមួយគ្នាបន្ទាប់មកក៏បានទៅជិះឧបករណ៍លេងកំសាន្តផ្សេងៗជាមួយនឹងគ្នាក្រោយពេលជិះសប្បាយសាច់រឿងក៏កាលមកដល់ពេលល្ងាចដែលអ្នកទាំងពីរក៏បាននិយាយគ្នាមុនពេលដែលអ្នកទាំងពីរត្រូវបែកផ្លូវគ្នាសាច់រឿងក៏កាលមកតង់ទៀតដែលមីសាគីកំពុងតែសម្រាប់នៅឯមន្ទីរពេទ្យដែលមានមីមកមើលសួរសពតុកដោយមីសួរទៅកាន់មីសាគីថាចិត្តដល់ថ្ងៃកំណើតហើយតើនាងចង់បានអ្វីចំណែកមីសាគីក៏បានសួរទៅកាន់មីវិញថាចិត្តដល់ថ្ងៃកំណើតនាងដូចគ្នាតើនាងចង់បានអ្វីមីក៏តបទៅកាន់មីសាគីថាគឺនាងចង់ឲ្យជំងឺរបស់នាងបានជាសះស្បើយចំណែកមីសាគីវិញគឺនាងចង់បានតុក្កតាស្អាតៗបន្ទាប់មកសាច់រឿងក៏កាលមកដល់ពេលយប់ដែលមីសាគីបានព្យាយាមឆុងដៃទៅយកតុក្កតាដោយដង្ហើមទឹកចុងក្រោយនាងក៏បានដាច់ខ្យល់បាត់បង់ជីវិតចំណែកមីក្រោយពេលដឹងដំណឹងនាងក៏បានមានការឈឺចាប់ក្នុងចិត្តជាខ្លាំងនៅពេលដែលនាងមើលទៅកាន់កញ្ចក់នាងក៏បានលើកដៃរៀមនឹងវាបំបីកញ្ចក់បន្ទាប់មកនាងក៏បានជិះចិន្តាយន្តធ្វើដំណើរទៅមើលសពរបស់មីសាគីនៅក្នុងពេលនោះដែរនាងក៏បានជួបគយឈីជាលើកដំបូងក្រោយពេលជិះចិន្តាយន្តទៅដល់ជាន់ក្រោមដីរួចហើយនាងក៏បានដើរចេញពីទីនោះដោយការកន្លែងដាក់សាកសពមីសាគីនៅក្នុងពេលដែលគយឈីបានសួរឈ្មោះទៅកាន់នាងហើយនាងក៏បានប្រាប់ទៅកាន់គេស្របគ្នាដែរសាច់រឿងយើងក៏បានបញ្ចប់តែត្រឹមនេះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា